សូមជូនរឿងទូលគប់ខ្មោចបាទចឹងសូមពុកម៉ែបងប្អូនទាំងអស់គ្នាចូលស្ដាប់ទាំងអស់គ្នានៅរឿងទូលគប់ខ្មោចនេះដូចតទៅនេះបាទនៅឯជនបទដាច់ស្រយាលមួយគេល្បីតគ្នាថាមានខ្មោចលួងព្រោះថានៅឯព្រៃទូលមួយនោះជាកន្លែងសម្រាប់បញ្ចុះសពសម្រាប់គប់ខ្មោចហើយក៏សូម្បីតែពេលថ្ងៃក៏អ្នកស្រុកមួយចំនួនក៏ញញើតអង្តូវទីកន្លែងនោះដែរពេលខ្លះគេបានជួបរឿងចម្លែកជាច្រើនដោយសារតែខ្មោចលួងមានមនុស្សស្រីម្នាក់នាងនោះឈ្មោះនាងនូនជាស្ត្រីមេម៉ាយមានកូន2នាក់ប្តីនាងបានស្លាប់ដោយសារជំងឺអេដអស់រយៈពេលជា2ទៅ3ឆ្នាំបាត់ទៅហើយដោយសារតែជីវភាពខ្វះខាតនាងនូនបានសម្រេចចិត្តទៅរកស៊ីនៅឯប៉ោយប៉ែតទុកកូនទាំង2នាក់ផ្ញើឲ្យម្ដាយមើលថែរក្សានឹងតែប៉ុណ្ណោះក៏នាងបានធ្វើការបដាអញ្ចឹងទៅក៏គាត់ផ្ញើលុយមកឲ្យម្ដាយគាត់ដែលចិញ្ចឹមកូនទាំង2នាក់ហ្នឹងចិញ្ចឹមកូនទាំង2នាក់ដែលគាត់ផ្ញើនឹងអ្នកម្ដាយជារឿយផ្ញើលុយឲ្យដើម្បីអ្នកម្ដាយថែរក្សាចិញ្ចឹមបីបាច់ថែរក្សាអញ្ចឹងទៅមួយឆ្នាំក្រោយមកនាងក៏បានស្លាប់នៅទីកន្លែងនោះទៀតលុះគម្រប់7ថ្ងៃទៅឪពុកម្ដាយនាងនឹងបានដឹងពីការស្លាប់របស់នាងពូនក្រោយពីបានស្លាប់7ថ្ងៃបានស្លាប់បាន7ថ្ងៃហើយប្រលឹងរបស់នាងក៏វិលវល់ព្រោះនឹកភូមិស្រុកនឹកដល់កូនជាទីស្រឡាញ់របស់នាងថ្ងៃមួយវិញ្ញាណរបស់នាងបានមកដល់ទីផ្សាររួចក៏ហៅម៉ូតូដប់ក៏និយាយថាពូម៉ូតូដប់ទៅភូមិខ្ញុំយកប៉ុន្មានពូម៉ូតូដប់ក៏កាន់បានតបទៅនាងនោះវិញថាតើឆ្ងាយឬទេនាងពេលនោះក៏ខ្មោចនាងនោះក៏បាននិយាយទៀតថាមិនឆ្ងាយទេប្រហែល4គីឡូម៉ែត្រប៉ុណ្ណោះឯងលោកពូម៉ូតូដប់បាននិយាយទៀតថាបើចម្ងាយប៉ុណ្ណឹងប្រហែលជា 5,000 រៀលណាក្មួយនៅពេលនោះហើយក៏ម៉ូតូដប់ក៏ដុំជិះទៅតាមផ្លូវបណ្ដើនិយាយជាមួយខ្មោចនាងនូនបណ្ដើបាទហើយនាងនូនក៏យកដៃអោបចង្កេះគាត់ថ្នមពូម៉ូតូដុំស្រាប់តែឃើញក្មេងស្រីជិះអោបចង្កេះដូចនេះកើតក៏លួចញញឹមតិចមួយស្របក់ក្រោយមកកើតក៏ស៊ូទៅនាងនូនថានាងដៃនាងទៅជាម្លេះនាងនូនខ្មោចនាងនូនក៏បាននិយាយតបទៅពូម៉ូតូដប់នឹងវិញថាខ្ញុំមិនសូវស្រួលខ្លួនខ្ញុំឈឺ2-3ខែហើយម៉ូតូដុំនិងនាងនូនក៏ជជែកគ្នាពីនេះពីនោះរហូតដល់ផ្ទះនៅពេលនោះឯងក៏ដល់ផ្ទះហើយក៏នាងនូនក៏បានប្រាប់ពូម៉ូតូដប់ថាពូម៉ូតូដប់ពូចាំខ្ញុំមួយផ្លែចាំខ្ញុំចូលផ្ទះយកលុយឲ្យពេលនោះពូម៉ូតូដប់ក៏គាត់បានតបទៅនាងនូនវិញថាមិនអីទេពូចាំដើរផុតបន្តិចនាងនូនក៏រលេបាត់ទៅដោយរងចាំយូរពេកពូម៉ូតូដុំដោយការរងចាំយូរពេកពូម៉ូតូដុំជ្រួលច្រាលពេញមុខផ្ទះហើយក៏ចុចស៊ីផ្លេសូទីតម្ដាយទាំងនូនកាលបានឮសំឡេងម៉ូតូនឹងឃើញមនុស្សដើរចុះដើរឡើងនៅមុខមាត់របងកើតក៏ចេញមកសួរថាអ្នកមានការអី
ពេលនោះពូម៉ូតូដុបក៏បាននិយាយជាមួយម្ដាយនឹងនូនថាខ្ញុំចាំយកលុយនាងម្នាក់មកពីប៉ោយប៉ែតរៀងខ្ពស់សក់វែងស្រមោះស្រួចជិះម៉ូតូដុំខ្ញុំពីផ្សារមកថាចូលយកលុយឲ្យខ្ញុំតែមិនឃើញចេញមកវិញសោះនៅពេលនោះក៏ស្ត្រីនោះក៏បាននិយាយទៅម៉ូតូដុបវិញថាពូស្រវឹងឬក៏ស្រវាំងភ្នែកខ្ញុំមានកូនស្រីម្នាក់គាត់តែវាបានស្លាប់7ថ្ងៃមកហើយខ្ញុំទៅតែមកធ្វើបុណ្យវារួចព្រឹកមិញនេះឯងពូម៉ូតូដុំក៏លឺដូច្នេះក៏មិនអស់ចិត្តដែរទៅដើរចូលទៅដល់ផ្ទះស្រាប់តែឃើញរូបថតរបស់នាងនឹងភ្លើងធូបទីននៅឆេះនៅឡើយគាត់ក៏ព្រឹកបាល់សំពងជិះម៉ូតូត្រឡប់ទៅផ្ទះវិញនៅឯភូមិមួយទៀតមានយុវជន2នាក់ម្នាក់ឈ្មោះជួនចូលចិត្តញ៉ែប្រពន្ធគេណាឯម្នាក់ទៀតឈ្មោះជឿនចូលចិត្តផឹកស្រាដើរលេបខាយនិងនិយាយក្អេងក្អាងថ្ងៃមួយនេះជួនបានបរទេះគោទៅដឹកអង្គរនៅឯរោងម៉ាស៊ីនកិនស្រូវលុះដល់ពាក់កណ្ដាលផ្លូវគេបានឃើញស្ត្រីម្នាក់អង្គុយទទួលកមាជ្រក់ក្រោមម្លប់ឈើមួយដើមនេះជួនក៏ងាកមើលទៅនាងចេះតែងាកមុខចេញធ្វើរឹកពីហាក់បីដូចជាអ៊ីនអញ្ចឹងណាឯគោចេះតែផ្អើលជ្រូលជ្រើមផ្អើលបោលទៅមុខយ៉ាងលឿនមិនអស់ចិត្តនេះជួនទាញគោឲ្យឈប់រួចដើរបកក្រោយទៅស៊ូនាងថានាងទៅណាមកណាបានជាមកអង្គុយតាមផ្លូវម្នាក់ឯងដូចនេះពេលនោះខ្មោចនោះក៏បាននិយាយទៅនៃជនវិញថាខ្ញុំទៅតាមប្តីខ្ញុំនៅឯភូមិខាងនោះព្រោះបាត់កើតមួយព្រឹកធំហើយពេលនោះនៃជនក៏និយាយទៀតថាចុះហេតុអីក៏នាងមិនទូរស័ព្ទទៅរកកើតពេលនោះខ្មោចស្រីម្នាក់នោះក៏បាននិយាយទៀតថាខ្ញុំអត់មានទូរស័ព្ទទេពេលនោះក៏បុរសនោះក៏បាននិយាយបន្តទៀតថាបើអញ្ចឹងរួមដំណើរជាមួយបងមកបងជូនអូនទៅអាយ៉ាបែបជាចង់អូកលាណាអូកលាបាទចង់និយាយសាក់សងបាទបែបសាក់សងនេះជន់បណ្ដានាងទៅកាន់រទេះនាងខ្មោចនិយាយបន្តខ្ញុំដើរមកពីភូមិហត់ពេកក៏ចូលជ្រក់ក្រោមម្លប់សិនទៅរីឯនេះជន់និយាយពីនេះពីនោះតាមវិធីញ៉ែរបស់គេយ៉ាងរស់រាយរាក់ទាក់ហើយក៏នាំនាងឡើងរទេះយ៉ាងសប្បាយចិត្តបន្ទាប់មកនាងក៏អង្គុយលុះចិត្តដល់ផ្លូវបំបែកវាស្រែស្ងាត់ត្រង់ដើមពោធំមួយនាងខ្មោចពោលថាបងឈប់ចាំខ្ញុំមួយភ្លេតខ្ញុំចង់បត់ជើងទូចពោរួញនាងខ្មោចក៏ចុះវឹងបាត់ខ្លួនទៅក្បែរដើមពោនោះនេះជន់ខំតាមមើលស្ទើរមិនទាន់គេនឹកអព្រួយក្នុងចិត្តថានាងឃ្លីតឱកាសបើកដៃឲ្យគេហើយក៏ចុះទៅតាមស្រាប់តែឃើញនាងនៅលើដើមពោក៏ស៊ូថាម្ដេចក៏អូនឡើងលឿនម្លេះបងខំតែដើររកហើយឡើងទៅធ្វើអីនឹងនាងខ្មោចក៏បានឆ្លើយថាផ្ទះអូននៅលើដើមពោនេះឯងបន្ទាប់មកនាងក៏អង្គុយទម្លាក់សក់យ៉ាងវែងដំឡើងភ្នែកក្រហមថ្លែប៉ុនពងមឿនអណ្ដាតលីនថ្លែផ្លេតដាក់នេជន់ភ្ញាក់ព្រើតបាសសក់ជ្រងស្ទើរលាស់ប្រលឹងស្រែកថាជួយផងខ្មោចលង
រត់បាត់ជើងសព្រាតសំដៅតូបផ្ទះចោលរទេកោទាំងកណ្ដាប់ផ្លូវតែម្ដងហើយបងប្អូននិយាយពីនាយជឿនកំពុងស្រវឹងស្រាស្រឿងដល់ផ្ទះពូសំដែលកំពុងគ្រុនដណ្ដប់ហួយហើយក៏បាននិយាយថាពូសំកើតអីនឹងពូសំបាននិយាយថាម្សិលមិញពូបានទៅឆ្លោះកង្កែបជួបខ្មោចលងណាក្មួយពេលនោះនាយជឿនក៏បាននិយាយទៅថាពូទៅឆ្លោះកង្កែបដល់ណាពូសំក៏គាត់បានបន្តនិយាយទៀតថានៅឯវាលស្រែម្ដុំទូលកប់ខ្មោចពូរកកង្កែបបានច្រើនណាស់តែដល់ពេលត្រឡប់មកផ្ទះវិញពូឃើញកង្កែបមួយប៉ុនកំភួនដៃវាបើកភ្នែកភ្លឺដាក់ពូក៏កាប់វាមួយខ្វែវវាក៏នៅស្ងៀមហើយវាលោតផ្លោតចេញបាន2 3ផ្លោតស្រាប់តែខ្លួនវាធំប៉ុនផ្លូវតែម្ដងពូក៏កាប់មួយខ្វែវទៀតពេលវាងាកខ្លួនបន្តិចក៏ស្រាប់តែធំប៉ុនដំបូកហើយក៏វាស្រែកថាអ៊ូកកាប់មកពូភ័យពេកក៏រត់ដួលប្រកាច់ប្រកិនទំរាំដល់ផ្ទះពូសក់បាសជ្រងហើយក៏គ្រុនទៅណាក្មួយណានាយជឿននិយាយភ្លាមថាខ្ញុំមិនជឿថាមានខ្មោចលួងទេរោគតែខ្មោចធ្វើថ្នាំមិនបានផងនាយជឿនទោះជាដឹងថាអ្នកភូមិមួយចំនួនត្រូវខ្មោចលួងជាពិសេសមិនស្និទ្ធស្នាលរបស់គេក៏ត្រូវខ្មោចលួងហើយក៏លួងរហូតដល់ឈឺតែក៏នាយជឿនក៏នៅមិនជឿទៀតហើយក៏យល់ថាការស្រមើស្រមៃឬការនិយាយភូតកុហកតែប៉ុណ្ណោះមានយប់មួយភ្លេងធ្លាក់យ៉ាងខ្លាំងហើយរលឹមស្រេចស្ទើរទាល់ភ្លឺប្រហែលជាម៉ោង1យប់នាយជឿនបានស្វាងស្រាដេកលេងលក់ក៏ទាញត្រង់ចេញទៅវាស្រែឆ្លោះកង្កែបបានកន្លះត្រង់នាយជឿនរវល់តែឆ្ងោកក៏បានទៅដល់ភូមិមួយមានអំពូលភ្លើងនិងធុងបាសលឿនលឺរំពួងនាយជឿនចេះតែដើរក៏ជួបបុរសមួយក្រុងកំពុងស៊ីផឹកយ៉ាងសប្បាយក្បែររោងបុណ្យនៃកម្មវិធីមួយគឺជាក្រុមខ្មោចប្រែក្រឡាដែលមកចាំលួងនាយជឿននោះតែម្ដងបាទបងប្អូនណាអ្នកទាំងនោះក៏នាំគ្នាពោលពាក្យមកកាន់នាយជឿនថាណែលោកបងទៅណាមកណាអញ្ជើញពិសាស្រាយជាមួយខ្ញុំសិនឯមេណាទីនក៏ពោលបន្តទៅថាណែប្អូនចូលមកដាក់មួយកែវសិនទៅពួកខ្ញុំជប់លេងតាំងពីក្បាលប្រលំមកម្លេះឯមនុស្សម្នាក្មេងចាស់គេចូលសម្រាប់អស់ទៅហើយនៅសល់តែពួកខ្ញុំបង្ហើយទាល់ភ្លឺនាយជឿនកាលបើលឺគេហៅបែបនេះហើយក៏ចូលទៅផឹកស៊ីយ៉ាងឆ្ងាញ់មែនមានបុរសម្នាក់ក្មេងជាងគេបានហុចកែវឲ្យនាយជឿនណេះបងដាក់មកសបាយទៅមានងៀតគោក៏មានបានដុតក៏មានភ្លាសាច់គោក៏មានមិនថាស្រាដបស្រាបៀក៏មានដែរនាយជឿនសម្លឹងទៅក្នុងវងសុទ្ធតែស្រានិងគ្រឿងក្លែមក៏និយាយគូសំទៅកាន់ក្រុមអ្នកផឹកវិញថាពួកបងប្អូនត្រូវការត្រីនិងកង្កែបទីទេភ្លាមនោះខ្មោចឆ្លើយព្រមគ្នាថាមិនបាច់ទេយើងមានម្ហូបច្រើនណាស់តោះជួលកែវមួយពួកអ្នកផឹកជួលកែវរហូតទាល់ភ្លឺ
ខ្មោចទាំងនោះក៏រលេរូបអស់ទៅនៅសល់តែនៃជឿនអង្គុយផឹកឆ្កាដៃឆ្កាជើងតែម្នាក់ឯងក្នុងព្រៃទូលគប់ខ្មោចនោះតែម្ដងនៅពេលនោះកឹបជូនលោកតាអាចារ្យម្នាក់ត្រូវជាមារបស់នៃជឿនជិះកង់ទៅវត្តកាត់តាមផ្លូវនេះក៏ក្រឡេកឃើញនៃជឿនកំពុងតែអង្គុយពេនភ្នែននិយាយម្នាក់ឯងនៅទូលកប់ខ្មោចក៏កើតឈប់រួចបញ្ឈួរកង់ហើយដើរចូលទៅមើលឃើញនាយជឿនកំពុងតែកាន់អាចគោគ្រីមទំពានិងដៃម្ខាងកាន់កំណាត់ឈើតូចមួយលើកអកជាកែវស្រាភ្លាមនោះកើតក៏ចូលទៅផ្ទះខ្នងលន់សូតាផាំងហើយក៏បាននិយាយថាឯងធ្វើអីអាជឿនជឿនក៏និយាយតបវិញថាខ្ញុំនៅឯណាពូនាយជឿនក៏យកដៃញីភ្នែករួចនិយាយតបទៀតថាពូមិនឃើញខ្ញុំកំពុងផឹកស៊ីទេហើយហាចុះពូប្រុសទៅណាអស់ទៅហើយអញចុះរោងបុណ្យមិនក៏មិនឃើញអញ្ចឹងឪពុកមានៃជឿននឹងក៏បាននិយាយទៅថាឯងផឹកស៊ីស្អីពូឃើញឯងកំពុងតែស៊ីអាចគោស៊ីសម្រាមនឹងនាយជឿនព្រឺក្បាលបាសក់សំពងក្រឡេកមើលទៅឃើញខ្លួនសុទ្ធតែភ្នោខ្មោចក៏ស្រែកថាពុទ្ធោខ្មោចលងរួចហើយក៏ភ័យផងអ៊ូតផងត្រូវអាចារ្យគ្រារហូតដល់ទៅផ្ទះវិញហើយរឿងនេះក៏សន្មតថាបញ្ចប់តែតំណេះឯងចឹងពុកម៉ែបងប្អូនខ្លះក៏កើតពីដើមខ្លះក៏កើតមិនដែលខ្លាចខ្មោចដែរប៉ុន្តែពេលខ្លះគឺត្រូវបានខ្មោចលងចឹងហើយសុំថារឿងវិញ្ញាណនេះគឺវាមានពិតបាទគឺការខ្មោចលងខ្មោចអីនេះវាមានតាំងពីណាពីណីមកតែតែមានខ្មោចលងជាពិតប្រកបមែនហើយបងប្អូនខ្លះក៏គាត់ជឿបងប្អូនខ្លះក៏គាត់មិនជឿបើថាបងប្អូនមិនជឿសូមកុំប្រមាថបាទអញ្ចឹងសូមពុកម៉ែបងប្អូនដែលបានចូលស្ដាប់នៅរឿងនេះហើយបាទសូមជួយចុច like ចុច share បន្តហើយសូមជូនពរពុកម៉ែបងប្អូនអរគ្នាបានក្តីសុខដូចច្រើនបាទសូមជម្រាបលាបាទ